បាទដំណឹងបុណ្យសិតទៀនព្រះវស្សាអំពីក្រមួនឃុំចំនួនបាទ10ដើមពុកម៉ែបងប្អូនបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលនិយមតាមដាន Channel YouTube បាទរបស់ពួកខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនបាទនេះគឺជាដំណឹងបុណ្យនៅឯរាជធានីលង្វែកពុកម៉ែបងប្អូនរាជធានីលង្វែកយើងនេះគឺបាទបុណ្យសិតទៀនព្រះវស្សាបាទចំនួនបាទ10ដើមធ្វើអំពីបាទក្រមួនទឹកឃុំពុកម៉ែបងប្អូនបាទក្រមួនឃុំយើងណាពុកម៉ែបងប្អូនបាទហើយនេះបាទខ្ញុំនឹងអានបាទព័ត៌មានបុណ្យឲ្យពុកម៉ែបងប្អូនបានទស្សនាក៏ដូចជាបាទសម្ដាប់ដូចតទៅបាទពុកម៉ែបងប្អូនបាទពិធីបុណ្យសិតទៀនបាទព្រះវស្សាអំពីក្រមួនឃុំចំនួន10ដើមបាទដង្ហែបាទទៅកាន់បាទដង្ហែទៅកាន់ទីគោរពបូជា5កន្លែងពុកម៉ែបងប្អូនគឺដូចជាវត្តសម្បូរភ្នំជាលាចរចាវត្តភ្នំបាទរាជទ្រព្យវត្តចន្ទបជោតនារាមនិងភ្នំកច្ចកោតបុរីពុកម៉ែបងប្អូនបាទពិធីសិតទៀនចាប់ផ្ដើមនៅថ្ងៃបាទទី22រសៀលបាទខែកក្កដាឆ្នាំ2026រហូតដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026ពុកម៉ែបងប្អូនបាទកម្មវិធីបុណ្យមានដូចខាងក្រោមថ្ងៃទី22ខែកក្កដាឆ្នាំ2026វេលាម៉ោង 2:30 នាទីពិធីក្រុងពាលីបាទនេះយើងម៉ោង 2:30 នាទីយើងក្រុងពាលីពុកម៉ែបងប្អូនបាទវេលាម៉ោង 3:30 នាទីពិធីចម្រើនព្រះបរិត្តនិងសិតទៀនវស្សានិមន្តក៏ដូចជាដឹកនាំសិតទៀនដោយព្រះអង្គគ្រូធម្មវិនយវិស័យបណ្ឌិតចន្ទបនីព្រះសមុគុណខេត្តកំពង់ឆ្នាំងនិងជាប្រជាអធិការវត្តចន្ទបជោតនារាមហៅវត្តលោកតាសុតបាទនេះពុកម៉ែបងប្អូនបាទនេះគឺកម្មវិធីបុណ្យថ្ងៃទី22ពុកម៉ែបងប្អូនបាទពិធីសិតទៀនមានរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី22រហូតដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026និងពិធីដង្ហែទៀនវស្សាវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី27រហូតដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026កម្មវិធីបុណ្យមានដូចខាងក្រោមវេលាម៉ោង 7 នាទីព្រឹកថ្ងៃទី27ខែកក្កដាឆ្នាំ2026ដង្ហែទៀនព្រះវស្សាវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាវត្តសម្បូរនិងភ្នំជាលាចរចាខេត្តកំពង់ចាមបាទនេះថ្ងៃទី1ពុកម៉ែបងប្អូនបាទថ្ងៃទី1ដែលយើងយកទៀនព្រះវស្សាវេប្រគេនព្រះសង្ឃណាអានេះយើងសិតរយៈពេល5ថ្ងៃរួចរាល់ហើយបងប្អូនវេលាម៉ោង 7 ព្រឹកថ្ងៃទី28ខែកក្កដាឆ្នាំ2026ពិធីដង្ហែទៀនព្រះវស្សាវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាពិធីដង្ហែទៀនព្រះវស្សាវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំនៅលើភ្នំព្រះរាជទ្រព្យខេត្តកណ្ដាលនិងដង្ហែវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចន្ទបជោតនារាមហៅវត្តលោកតាសុតនេះនឹងនៅថ្ងៃទី28ពុកម៉ែបងប្អូនណាម៉ោង 7 ព្រឹកដដែលហ្នឹងពុកម៉ែបងប្អូនបាទគឺនៅថ្ងៃទី29បាទនេះចូលថ្ងៃចុងហើយនៅខែកក្កដាពុកម៉ែបងប្អូនបាទឆ្នាំ2026ម៉ោង 7 ព្រឹកបាទថ្ងៃទី29ខែកក្កដាឆ្នាំ2026បាទព្រឹកថ្ងៃទី29ខែកក្កដាឆ្នាំ2026ហ្នឹងគឺយើងនឹងហែទៅលើភ្នំកាច់ចង្កូតបុរីនិងសម្រាប់នៅទីនោះបាទមួយយប់បាទជាកិច្ចបង្ហើយបុណ្យកម្មវិធីសិតទៀនព្រះវស្សាពុកម៉ែបងប្អូនបាទនេះគឺជាកម្មវិធីបុណ្យទាំងមូលបាទឥឡូវពុកម៉ែបងប្អូនបាទកាន់តែជ្រាបច្បាស់ចង់ដឹងច្បាស់បាទពុកម៉ែបងប្អូនបាទចាំទៅសម្ដាប់បាទនៃប្រសាសន៍របស់លោកជំទាវសៀងច័ន្ទហេងនិងបកស្រាយលម្អិតជាងខ្ញុំទៅទៀតបាទពុកម៉ែបងប្អូនបាទហើយបញ្ជាក់បន្ថែមទៀតថាទីតាំងសិតទៀនហ្នឹងគឺប្រពៃនៅក្នុងរោងបុណ្យខាងលិចរង្វង់មូលព្រះនាងកំពុំឈូកក្នុងរមណីយដ្ឋានរាជធានីលង្វែកពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនទទួលសនាក៏ដូចជាសម្ដាប់នៅអនុសាសន៍របស់លោកជំទាវសៀងច័ន្ទហេងបាទស្ដាប់ភនិករាជធានីលង្វែកទាំងអស់គ្នាពុកម៉ែបងប្អូនបាទជំរាបសួរលោកជំទាវបាទហ្នឹងហើយបាទហ្នឹងហើយជំរាបសួរហើយថ្ងៃនេះគឺខាងខ្ញុំហ្នឹងគឺបានមកដល់រាជធានីលង្វែកអញ្ចឹងគឺដោយសារតែប្រហែលថ្ងៃមុនហ្នឹងឃើញលោកជំទាវបង្ហោះតាក់ទងនឹងកម្មវិធីសិតទៀនបាទសិតទៀនវស្សាហើយមានការហែទៀនហែអីទៅកាន់វត្តមួយចំនួនអញ្ចឹងហើយបានជាមានពុទ្ធបរិស័ទគាត់បានសួរតាក់ទងព័ត៌មានហ្នឹងអញ្ចឹងថ្ងៃនេះគឺបានមកដល់រាជធានីលង្វែកហ្នឹងដើម្បីសួរលោកជំទាវដើម្បីជំរាបជូនពុទ្ធបរិស័ទហ្នឹងឲ្យបានជ្រាបបាទឲ្យបានជ្រាបច្បាស់យ៉ាងហ្នឹងលម្អិតអញ្ចឹងលោកជំទាវជួយជំរាបជូនតិចបាទចាអរគុណចាជ្រាបសួរលោកតាលោកយាយបងប្អូនទាំងអស់ជាទីនឹករលឹកតាមពិតបុណ្យសិតទៀនវស្សាហ្នឹងគឺយើងបានប្រកាសខ្ញុំបានប្រកាសតាំងពីនៅវត្តជាលាចរចានោះពេលប្រពៃពិធីបួងសួងហ្នឹងចាថាឆ្នាំនេះខ្ញុំនឹងសិតទៀនវស្សាចំនួន
5គូស្មើនឹង10ដើមដើម្បីទាំងហាយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសម្បូរវត្តទៅលើភ្នំជាលាចរចាវត្តនៅភ្នំអត្តរៈព្រះរាជទ្រព្យវត្តសុទ្ធនិងភ្នំកច្ចកោតចាហើយតាមពិតបុណ្យសិទ្ធទានភាសាវានៅពេលវែងជាង2ខែទៀតនោះតែដោយសារបងប្អូនញាតិមិត្តចិត្តឆ្ងាយថាបើមានបុណ្យនេះជួយប្រាប់គាត់ផងហើយបើប្រាប់ទៅមួយខែខ្លាចគាត់រៀបចំបន្តអញ្ចឹងសូមឲ្យប្រាប់ពីចម្ងាយអញ្ចឹងឲ្យបានថ្ងៃមុនក៏ខ្ញុំបានទទួលការនិមន្តរបស់ព្រះអង្គធម្មវណ្ណៈបណ្ឌិតច័ន្ទមនីកំណត់ថ្ងៃច្បាស់ក៏បានប្រកាសប្រាប់បងប្អូនពធញាតិពធនឹងចិត្តឆ្ងាយទាំងអស់ដែលគាត់មានបំណងចង់ចូលរួមបុណ្យសិទ្ធទានព្រះវស្សាដើម្បីយើងយកទានព្រះវស្សាហ្នឹងព្រមទាំងទេយវត្ថុទេយទានផ្សេងទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្តចំនួន3ខែហ្នឹងចា៎ហើយក៏បានរៀបចំកម្មបំផុសជូនដំណឹងគាត់ផ្សព្វផ្សាយដំណឹងតាមហ្នឹងទៅហើយថ្ងៃនេះក៏អរគុណដែរចំពោះសារព័ត៌មាន YouTube ដែលធ្លាប់តែផ្សព្វផ្សាយពីដំណឹងបុណ្យហើយបានមករាជធានីលង្វែកនេះក៏សូមអរគុណច្រើនចា៎បាទអញ្ចឹងលោកជំទាវឃើញប្រហោះគឺទៀនតេតតនឹងការសិតទៀនហ្នឹងគឺទៀនដូចជាទៀនកមួនហ៎តាមពិតសិតទៀននឹងធ្វើពិសេសគឺទៀនអំពីកមួនសុទ្ធកមួនហ្នឹងគឺប្រមូលទិញតាមសង្ឃដីការបស់ព្រះអង្គធម្មវណ្ណៈបណ្ឌិតច័ន្ទមនីនេះគឺព្រះអង្គមានសង្ឃដីកាថាសិតទៀនកមួនដែលមកពីខេត្តស្ទឹងត្រែងនេះគឺថាកមួនសុទ្ធឲ្យក្លិនក្អូបដោយព្រះអង្គមានសង្ឃដីកាមែនដើរទិញទៀនកមូនហ្នឹងប្រមូលទិញខេត្តស្ទឹងត្រែងគឺក្អូបចូលមកគឺកមូនសុទ្ធហើយក្អូបហ្មងវាមានក្លិនដែលឡែកកមូនតាមរតនគិរីតាមមណ្ឌលគិរីវាសុទ្ធដែរតែវាអត់ក្លិនដូចស្ទឹងត្រែងចាស្ទឹងត្រែងហើយទៀនហ្នឹងគឺមានក្បាច់ទេលោកទៀនចេះទេទៀនហ្នឹងយើងសិតថាយើងចង់ប្រើក្បាច់អាស្រ័យនៅលើយើងប៉ុន្តែនៅទៀនដែលយើងសិតនេះគឺថាតាមព្រះអង្គមានសង្ឃដីកាគឺយើងយកកពស់យកខ្នាតហ្នឹងឲ្យទៅគុណឪពុកនិងគុណម្ដាយហើយបើសិនយើងសិតទៅទេសុទ្ធហ្នឹងវាអត់ស្អាតអញ្ចឹងក្នុងហ្នឹងក៏ខ្ញុំបានច្នៃម៉ូដជាក្បាច់ស្ពាន់និងជាជើងទៀនតម្រទៀនហ្នឹងហើយនឹងគម្របអីជាស្ពាន់សុទ្ធឆ្លាក់ដើម្បីឲ្យវាមានសុភមភាពសុភមភាពហើយកពស់ហ្មងណាលោកទៀវកពស់ទៅកពស់ហ្នឹងក្នុងហ្នឹងគឺថាទៀនយើងសិតទៅកពស់1.2 ម៉ែត្រក្នុងនាមគុណម្ដាយប៉ុន្តែមុខកាត់ទៀនជាធម្មតាហ្នឹងគេត្រូវធ្វើមួយទឹកឬមួយទឹកជាងតែយើងធ្វើ2ទឹកមហុនតំណាងឲ្យលេខ21គុណឪពុកហើយបើសិនជាយើងគិតថា2 ម៉ែត្រ1.2 ម៉ែត្រទឹកហើយ2ទឹកមហុនហ្នឹងវាដូចកទឿពេកបើសិនយើងចាក់ទៅទេអញ្ចឹងវាមើលឃើញទៀតទឿអញ្ចឹងយើងច្នៃធ្វើជាជើងទៀនអំពីស្ពាន់អំពីស្ពាន់ជាត្រកម្រជើងទៀនហើយជាកម្របទៅឲ្យគ្រប់2 ម៉ែត្រមួយទឹកវិញវាឡើងលេខ21ទៅដែរអញ្ចឹងបានន័យថាទៀន12កម្ពស់ទាំងជើងស្ពាន់វា21ចាតំណាងឲ្យគុណឪពុកនិងគុណម្ដាយចាហើយការដែលសិតទៀនហ្នឹងគឺថាសិតទៀនយើងនេះគឺថាជាទូទៅតាមបណ្ដាវត្តមិនមែនថាគេមិនចេះសិតគេសិតដែរអ្នកខ្លះសិតពីកមូនសុទ្ធអ្នកខ្លះសិតពីកមូនខ្មុំលាយខ្លះពីកមុនខ្មុំចាំអីចឹងទៅណាហើយគេធ្វើតម្រូវជើងដៃធម្មតាតែដល់ឡែកយើងចង់ឲ្យប្លែកគឺថាដើម្បីប្រគេនទៅវត្តណាវត្តនឹងបានប្រើយូរវែងទុកជាវត្ថុឧទាហរណ៍ជារបស់យូរវែងចឹងទៅគេថារបស់មានតម្លៃអំពីស្ពាន់ហ្នឹងគឺថាយើងបានសិតជើងត្រនឹងពីស្ពាន់ហ្នឹងតែម្ដងចាហើយឆ្លាក់ក្បាច់របៀបដូចជើងពៀនជើងប្រុសយើងចឹងហ្នឹងហើយអញ្ចឹងគឺការសិតទៀននេះគឺមានក្បាច់មានម៉ូដជាពិសេសគឺតេតតនឹងខ្នាតគុណឪពុកគុណម្ដាយហ្នឹងហ្មងវាសំខាន់ខ្នាតនឹងហើយជាដែលហើយវាសំខាន់នឹងក្បាច់ជើងទៀនជាធម្មតាគេធ្វើជើងទៀនអំពីដែកបន្តិចទួចធម្មតាសាមញ្ញខ្លះទៅទៀនភាសាគេធ្វើគេដេកបិទក្បាច់ជាกระดาษពណ៌អញ្ចឹងទៅចាដែលយើងនេះយើងធ្វើឲ្យខុសពេលឲ្យនិយាយរួមដូចទុកយូរវែង10 20ឆ្នាំឯអត់តាន់ទៅណាទេជើងទៀននោះគឺថាវាស្អាតណាជើងកុសនោះចាបាទអញ្ចឹងលោកជំទាវតាក់ទងទៅនឹងថ្ងៃសិតទៀនហ្នឹងគឺមានវត្តមានព្រះអង្គហើយមានព្រះអង្គមានកិច្ចអីផ្សេងទេតាមពិតការដែលជួបដំណឹងការដែលសួរនេះស្ថាជាបងប្អូនលោកតានិយាយម្នាក់មានបំណងចង់ជួបព្រះអង្គណាបាទចានៅចំនួននេះការដែលនិមន្តព្រះអង្គនិមន្តមកដឹកនាំសិទ្ធិទានព្រះភាសាហ្នឹងគឺថាព្រះអង្គនិមន្តមកដឹកនាំសិទ្ធិទានភាសាហើយប្រហែលជាព្រះអង្គអាចមានសង្ឃដីកាជាធម្មទេសនានិង
ចម្រើនព្រះបរិត្តអីចឹងទេបើថាឲ្យដឹកនាំធ្វើអីផ្សេងទៀតតែជាអត់មានទេចាអត់មានទេ ប៉ុន្តែបើថាពុទ្ធបរិស័ទមកចឹងព្រោះព្រមអីជូនពុទ្ធបរិស័ទមាន អានឹងដូចតាមជាក់ស្ដែងតាមប្រតិព្រះអង្គ បាទ តាមប្រតិព្រះអង្គប៉ុន្តែគ្រាន់ថាទាំងអស់គ្នានឹងឲ្យតែបានធ្វើបុណ្យបានជួបព្រះអង្គគឺហាក់បីដូចជាមានសទ្ធាទាំងអស់គ្នាចាចាគឺសប្បាយរីករាយទាំងគេទាំងខ្ញុំនឹងចា អញ្ចឹងគឺព្រះអង្គគឺមានន័យថានិមន្តមកថ្ងៃទី22ខែកក្កដា ចាគឺថ្ងៃចាប់ផ្ដើមប្រុងពលីសិតទៀនថ្ងៃផ្ដើមសិតទៀនគឺព្រះអង្គនិមន្តមកដឹកនាំសិត បាទទៅយើងទៅកម្មវិធីបុណ្យនោះរយៈពេលប្រហែលថ្ងៃដែរកំឡុងកម្មវិធីបុណ្យ បុណ្យ ព្រះអង្គនិមន្តមកនោះក្នុងថ្ងៃណាដែរ ចាចំនួននេះគឺអ្នកចង់ដឹងច្រើន បាទ តាមពិតបុណ្យសិតទៀនយើងប្រើរយៈពេល4យប់5ថ្ងៃដែលផ្ដើមពីថ្ងៃទី22ដល់ថ្ងៃ26និងរយៈពេលដែលសិតទៀន10គូ10ដើមហ្នឹងហើយដល់ឡែក3ថ្ងៃទៀតហ្នឹងគឺថា2យប់3ថ្ងៃគឺយើងសម្រាប់វេប្រកេនដង្ហែទៅវេប្រកេនដោយថ្ងៃទី22កក្កដាម៉ោង3ម៉ោង2:30នាទីរសៀលទៅយើងចាប់ផ្ដើមប្រុងពលី បាទ ហ្នឹងហើយម៉ោង3ជាងហ្នឹងគឺយើងចាប់ផ្ដើមសិតទៀនសិតហ្នឹងបងប្អូនខ្លះអត់យល់ទេអ្នកខ្លះគេដឹងទៅអត់អីអ្នកខ្លះគេអត់ដឹងថាសិតហ្នឹងយ៉ាងម៉េចអញ្ចឹងគួរតែអញ្ជើញមកចូលរួមឲ្យបានជ្រាបទាំងអស់គ្នាហើយចាឲ្យដឹងចាហើយយើងសិតទៀនថ្ងៃ22 23 24 25 26ហ្នឹងទៅចាប់តែម្ដងចា5ថ្ងៃ4យប់ដែលឡែកថ្ងៃ27យើងចាប់ដើមព្រលឹមឡើងគឺយើងជួបជុំគ្នាដង្ហែទៀនទៅវេប្រគេនប្រសង់នៅគង់ចាំព្រះវិសានៅវត្តសបោនៅវត្តភ្នំជាលាចរចាខេត្តកំពង់ចាមយើងចិត្តនេះដែលយើងធ្វើបុណ្យថ្ងៃមុនចាអញ្ចឹងថ្ងៃទី1យើងដង្ហែវេបាន2វត្តថ្ងៃទី2ព្រឹកពេលព្រឹកកុំច្រឡំថាពេលល្ងាចគឺថាយើងជួបជុំគ្នាដង្ហែទៅវេប្រគេនវត្តព្រះអង្គធំនៅលើភ្នំបរិជ្ជទ្រព្យហើយនឹងវត្តសុទ្ធហើយព្រឹកថ្ងៃទី28នឹងឯងគឺថាពេលយើងកម្មវិធីដង្ហែវេទៀននៅវត្តទាំងពីរនឹងចប់ហើយយើងអត់ត្រឡប់មកវិញទេយើងបន្តដំណើរទៅនាំទៀនប្រសាមកគូទៀតទៅឡើងភ្នំកច្ចកោទៅសម្រាប់នៅទីនោះអញ្ចឹងតើនឹងបងប្អូនដែលមានបំណងចង់ទៅឡើងភ្នំកច្ចកោទៅវេទៀនប្រសាគឺថាកុំភ្លេចអញ្ជើញចូលរួមទាំងអស់គ្នាពួកខ្ញុំបានរៀបចំឡានក្រុងចំនួន5ឡាន អូ5ឡាន ចាអាចជួបជុំនៅពីរាជធានីលង្វែកហើយយើងចេញដំណើរទៅទាំងអស់គ្នាហើយបើសិនជាបងប្អូននៅភ្នំពេញអាចជួបជុំភ្នំពេញយើងឲ្យឡានទៅចាំទទួលគាត់ភ្នំពេញផ្សេងចាតែដឹងថាវេទៀនទៅហែជួបជុំនៅវត្តសុទ្ធហើយបានយើងចេញដំណើរទៅ បាទ ចាហើយដល់អញ្ចឹងយើងសម្រាប់លើភ្នំកច្ចកោតមួយយប់ថ្ងៃទី29ជាថ្ងៃចូលភាសាពេញហ្នឹងគឺយើងវេទៀនបង្ហើយជាកិច្ចបង្ហើយនៅទីនោះចាអញ្ចឹងបើសរុបទៅវារយៈពេល7យប់8ថ្ងៃទាំងថ្ងៃសិតទាំងថ្ងៃដង្ហែវេប្រគេនចា អញ្ចឹងកម្មវិធីបុណ្យដូចជាគណៈពេលដែលយើងចាប់ផ្ដើមប្រពៃកម្មវិធីបុណ្យនៅរាជធានីលង្វែកយើងឃើញថាកម្មវិធីបុណ្យនោះមានរយៈពេលយូរ ចា សម្រាប់សិទ្ធិនេះណា ចា តែជាក្នុងករណីថាបើសិនជាពុទ្ធបរិស័ទរបស់យើងលោកចង់ចូលរួមប៉ុន្តែលោកចង់មកថ្នាក់នៅទីតាំងនោះកំឡុងពេលដែលសិទ្ធិនោះតើអាចឲ្យគាត់ថ្នាក់នៅដែរទេលោកជំទាវ ចាតាមពិតយើងទុកឱកាសវែងសម្រាប់គាត់នឹងគឺថាឲ្យគាត់មកស្នាក់នៅបានដើម្បីបានអីដូចថានៅពេលឱកាសដែលសិតទៀនហើយនៅពេលល្ងាចឬមួយពេលម៉ោងណាមួយមានពេលឱកាសគាត់បានសមាធិតាំងសមាធិក៏បានដើរតាភាវនានៅក្នុងរមណីយដ្ឋានទាំងអស់គ្នាជាមួយយើងទាំងអស់គ្នានឹងចា អញ្ចឹងនៅក្នុងកំឡុងកម្មវិធីសិទ្ធិនេះមិនមែនជាកម្មវិធីសិទ្ធិតែមួយមុខទេយើងមានកម្មវិធីដូចជាដើរសង្ក្រមភាវនាឬក៏សមាធិអីចឹងដែរលោកជំទាវ ចាតាមពិតយើងឆក់ឱកាសពេលហ្នឹងដូចថាយើងសិតទៀនវាមានម៉ោងពេល បាទ ព្រឹកពីម៉ោងប្រហែលម៉ោង8ទៅម៉ោង10អញ្ចឹងម៉ោង11យើងសម្រាករហូតដល់ម៉ោង2យើងចាប់ផ្ដើមសិតទៀតអញ្ចឹងពីម៉ោង2រហូតដល់ម៉ោង4យើងសិតហើយយើងសល់ឱកាសពេលហ្នឹងជាងការលោកតាលោកយាយក៏ថាំងនៅសល់ឱកាសហ្នឹងក៏ចង់សុំសិទ្ធិភាវនាសមាធិឬមួយក៏ចង់សក្រមចង់អីធ្វើអីយើងអាចបំពេញកិច្ចជូនតាមនឹងទៀតចាអញ្ចឹងប្រហែលជាអាចបូកបន្ថែមនឹងពិធីនឹងថែមទៀតចា បាទ ព្រោះរយៈពេលយើងវែងដែរចាហើយកញ្ចុះលើកនេះបើគាត់សម្រាប់ហ្នឹងគឺថាយើងបានជួសជុលបានច្រើនហើយមិនខ្លាចវាភ្លៀងលិចទេព្រោះកញ្ចុះស្បូវអញ្ចឹងធម្មតាយើងបានធ្វើដបូលស័ង្កសីព្រោះពីលើថែទៀតហ្នឹងចា អញ្ចឹងលោកជំទាវតាក់ទងទៅនឹងការសិតទៀនហើយនឹងដង្ហែជាពិសេសគឺដង្ហែទៀនទៅកាន់វត្តមួយចំនួនហ្នឹងពុទ្ធបរិស័ទគាត់ចូលរួមបានទាំងអស់ បានបាទតាមសទ្ធាជារួមទាំងថ្ងៃសិតទាំងថ្ងៃដង្ហែវេមកចប់ហ្នឹងគឺថាគាត់អាចអញ្ជើញចូលរួមជាមួយយើងបានចា ចុះលោកជំទាវខ្ញុំនៅមានម៉ូទ័រមួយឡានដែលលោកជំទាវសម្រាប់ទទួលមហាពុទ្ធបរិស័ទក្នុងការដង្ហែជាមួយលោកជំទាវនោះគឺ
យើងទទួលតាំងពីថ្ងៃដង្ហែទៅខាងកំពង់ចាមរហូតមកចប់កម្មវិធីចឹងតែម្ដងឬក៏លើកលែងតែថ្ងៃដែលទៅភ្នំកាច់កោតទេយើងលើកលែងទៅថៃភ្នំកាច់កោតព្រោះនៅនេះវាជិតរាជរមណីយដ្ឋានចានៅនេះវត្តសបោប្រហែលជាពីនេះទៅជា7គីឡូអញ្ចឹងភ្នំបរិជ្ជរប្រហែលជា7គីឡូដែរអញ្ចឹងយើងលើកលែងទៅចេញទៅពីថ្ងៃភ្នំបរិជ្ជរថ្ងៃទី28យើងឡានក្រុងហើយឡានក្រុងចេញទៅដើម្បីយើងទៅហែភ្នំបរិជ្ជរហើយនឹងវត្តសុទ្ធចេញពីភ្នំកាច់កោតហ្នឹងហើយអញ្ចឹងវា2ថ្ងៃណាថ្ងៃទី1យើងជាមួយខ្ញុំគិតមើលបើសិនជាអាចថាគាត់ចង់ជួបជុំគ្នាថ្ងៃទី1យើងប្រើឡានក្រុងដែរជាមួយជាក់ស្ដែងពេលនោះចាចាបែបបើអាចថាសំណុំពររបស់ពួកគាត់ថាឡានក្រុងដែរទៅដើម្បីជុំគ្នាយើងសម្រាប់តែឡានក្រុងចឹងទៅហ្នឹងហើយដើម្បីសុបាយទាំងអស់គ្នាដែរព្រោះតែទៅភ្នំទលាចរចានៅខាងកំពង់ចាមអីចឹងក៏គាត់ចង់ទៅចាជាមួយចឹងទៅក៏មានយានជំនិះអាចទៅជាមួយបានអូអញ្ចឹងក៏ល្អដែរអញ្ចឹងយើងសម្រាប់ថាយើង3ថ្ងៃចឹងហ្មងក៏ល្អដែរហ្នឹងហើយព្រោះបើយើងទៅឡានមួយវាចិត្តដែរតែខ្លាចគាត់ពិបាកក្នុងការធ្វើដំណើរហ្នឹងហើយអញ្ចឹងសម្រាប់ថាជូនដំណឹងដល់លោកតាលោកយាយបងប្អូនទាំងអស់ចាស់ហ្នឹងហើយថាថ្ងៃដង្ហែយើងមានឡានក្រុងតាំងពីថ្ងៃទី27 28 29ត្រឡប់មកវិញហ្នឹងអញ្ចឹងសប្បាយហើយក្រុមអ្នកថតទៅជាមួយដែរទៅចាតែយកបនទឹកថាថ្ងៃដែលដង្ហែហ្នឹងគឺពុទ្ធបរិស័ទចូលរួមទាំងអស់ពីរាជធានីលង្វែកបាទអញ្ចឹងគឺពីរាជធានីលង្វែកទៅគ្រប់គូដៅទាំងអស់បាទហ្នឹងហើយលើកលែងតែកាច់កោតបរិយគឺឆ្ងាយជាងគេហើយពុទ្ធបរិស័ទបើសិនចង់អញ្ជើញទៅតលតែត្រៀមលក្ខណៈពួកគេមកយប់អញ្ចឹងឯលោកទាវបាទគេមកយប់ហ្នឹងឯទៅភ្នំកាច់កោតបរិយហើយភ្នំកាច់កោតបរិយនេះតាមលោកគ្រូគាត់ប្រកាសហើយបានថ្ងៃឆ្លងដើមពូទៅព្រឹកនៅភ្នំកាច់កោតបរិយហ្នឹងគឺលោកគ្រូបានប្រកាសប្រាប់ពុទ្ធបរិស័ទរាប់ម៉ឺននាក់តែម្ដងបាទអញ្ចឹងគឺគាត់ទទួលព័ត៌មានពីលោកជំទាវហើយលោកគ្រូប្រកាសមកបាទប្រកាសនៅនោះគឺថាវត្តតាសុតហើយនឹងលោកជំទាវសៀងចន្ទហេងនឹងហែទៀនភាសាមកកាន់ភ្នំកាច់កោតបរិយបាទតែគ្រាន់តែវត្តតាសុតហ្នឹងគឺអត់ដឹងថ្ងៃណាទេបាទហ្នឹងអញ្ចឹងគឺលោកជំទាវប្រកាសអញ្ចឹងពុទ្ធបរិស័ទគាត់ដឹងច្រើនហើយហ្នឹងហើយដល់ឥឡូវជំរាបតាមវីដេអូនេះទៀតដើម្បីឲ្យពុទ្ធបរិស័ទគាត់ជ្រាបជូនបន្ថែមចេញពីលោកជំទាវតែម្ដងព្រោះគាត់ចង់ចូលរួមច្រើនដែរសាធុមកព្រឺសវល់អញ្ចឹងអញ្ជើញឲ្យគាត់បានមាននិស្ស័យទៅស្គាល់ភ្នំកាច់កោទាំងអស់គ្នាចាខ្ញុំបានទៅម្ដងហើយចាហើយលោកគ្រូក៏គាត់បញ្ជាក់ឲ្យអស់ហើយអញ្ចឹងគឺពុទ្ធបរិស័ទគាត់អាចចូលរួមបានហើយមួយទៀតនៅភ្នំកាច់កោបរិយដែលខ្ញុំឧស្សាហ៍ទៅជាមួយនាគរាជអីហ្នឹងគឺសម្រាប់ពុទ្ធម៉ែបងប្អូនទៅមិនបាច់ទៅភ័យទេនាំមកគាត់ពិបាកទេលោកជំទាវនាំមកគាត់ពិបាកត្រង់ថាយកភួយយកកាទៀលយកខ្នើយទេនៅនោះគឺមានខ្នើយមានកាទៀលមានភួយបាទមានអាហារសម្រាប់គាត់ហូបស្រាប់ហ្មងបាទអញ្ចឹងគឺគាត់ទៅគ្រាន់តែកិច្ចការដែលគាត់ត្រូវធ្វើគឺទីមួយគាត់ឡើងពីក្រោមទៅដល់លើទីពីរពេលដែលគាត់ពិសាអាហារហើយគាត់ត្រូវលាងចានខ្លួនឯងព្រោះថាចានហ្នឹងគឺគេមានទឹកឲ្យយើងទៀតទឹកស្អាតទឹកសាប៊ូហ្នឹងបាទអញ្ចឹងគឺយើងហូបហើយយើងសម្អាតទៅយើងដាក់នៅហ្នឹងណាបាទតែប៉ុណ្្នឹងទេចំពោះអាហារគឺមានចប់សពគ្រប់ទាំងអស់ទាំងព្រឹកទាំងល្ងាចបាទហ្នឹងហើយបើសិនជាលោកជំទាវដង្ហែទៀនហ្នឹងទៅកន្លែងដើមពូទីព្រឹកដែលកន្លែងព្រះអង្គច័ន្ទនីព្រះអង្គធ្វើបញ្ចុះធាតុរបស់ព្រះអង្គណាអាហ្នឹងគឺហាមមួយគឺតាក់ទងទៅនឹងម្ហូបសាច់បាទតាក់ទងដូចម្ហូបសាច់និយាយទៅសាច់គឺអត់ឲ្យយកទៅហូបទេបាទជាន់ខាងលើជាន់ដើមពូនេះគឺគ្រាន់តែខ្ញុំចង់ឱកាសហ្នឹងជំរាបជូនពុទ្ធបរិស័ទដែលគាត់ទៅជ្រាបហ្នឹងហើយបើម្ហូបបួសយើងអាចហូបបានហើយនៅជាន់ខាងលើហ្នឹងគឺស្អាតហើយមានសាលាឆាន់ណានៅសាលាឆាន់ធំមានភួយមានកាទៀលមកចប់មានបន្ទប់ទឹកមានអីទាំងអស់ប្រហែលជាអ្នកច្រើនណាថ្ងៃនោះប្រហែលច្រើននៅនោះច្រើនលោកទីច្រើនប៉ុន្តែនៅតែស្នាក់នៅបានទេអត់អីទេបាទហ្នឹងហើយស្អាតមែនតើអញ្ចឹងគឺបុណ្យកុសលខ្លាំងមែនតើបាទពុទ្ធបរិស័ទដែលទៅមួយលោកទាវគឺសំខាន់គឺហែទៀនទៅនេះបាទហ្នឹងហើយបងកុំភ្លេចបងប្អូនយើងចង់ដឹងដើមរាំងភ្នំដែលព្រះអង្គទូលទៅផ្ទាល់ហ្មងបាទហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងបើទៀនហែទៅដល់លើហ្នឹងគឺដើមរាំងភ្នំគឺនៅខាងលើហ្នឹងដែរគឺរាំងភ្នំរបស់ព្រះអង្គច័ន្ទនីបាទហ្នឹងតែឥឡូវរៀងថ្លោះហើយដោយសារអីឥឡូវព្រះអង្គមានសាច់ដើមរាំងភ្នំមានធំដែរបាទខ្ញុំមិនកាលខ្ញុំទៅថតដំបងមួយលោកតាមួយនាគរាជទូចកាលហ្នឹងព្រះអង្គស្គមបាទដល់ពេលព្រះអង្គឥឡូវរៀងមានសាច់ដើមពូហ្នឹងធំដែរបាទទៅឃើញជាក់ស្ដែងហើយដើមរាំងភ្នំឥឡូវគេហៅថារាំងប្រសោត
ដោយសារមានដាក់ព្រះអង្គប្រសូតមួយនៅខាងក្រោមហ្នឹងបាទហ្នឹងហើយអញ្ចឹងគឺខ្ញុំគ្រាន់តែនេះគឺគ្រាន់តែជំរាបជូនពុទ្ធបរិស័ទគាត់ថែមគេលោកក៏អត់ដឹងតាក់ទងទៅនឹងកាយកោតគាត់យកភួយយកកទៀលទៅបបាលោកទាវបាទហ្នឹងហើយអញ្ចឹងលោកទាវមានអីបន្ថែមទៀតទេ ចាអរគុណចាំមើលថ្ងៃនោះលើសូនអញ្ចឹងខ្ញុំប្រហែលជាដង្ហែដើមមហាលៀប បាទ កពុះនឹងស្អាតណា បាទ មហាលៀបនឹងសុភមង្គលទៅ អូដើមសុភមង្គលលោកទាវ ដើមមហាលៀប មហា តាម ចា9ដើមហើយដើមសុភមង្គលប្រហែលជាអាចយកបានបើបងប្អូនពុទ្ធបរិស័ទយើងច្រើនជួយកាន់ម្នាក់ម្ដើមទៅបាន100 200ដើមក៏ស្រស់ប្រងលើនឹងដែរ បើសិនជាលោកទាវកាន់ចឹងយើងឡើងទៅ ឡើងដង្ហែនឹងកាន់ដង្ហែម្នាក់ដើមចាចាំមើលឱកាសនោះជាស្ដែងឲ្យតែគាត់ជួយកាន់ បាទ អាចយកទៅ200ដើមចា My idea ដូចគាត់ទៅ ចង់សាកសួរត្រឡប់ទៅក្រោយទៀតគឺតើតោជាមួយនឹងទៀន ចា យើងសិតទៀនកមុនអត់មានក្បាច់នៅលើទៀនទេឬក៏មានក្បាច់នៅលើទៀន ចាំមើលយើងពេលដែលយើងតឡើងជើងទឹកកោះជើងទៀនហើយសិន បាទ ពេលតឡើងជើងទៀនហើយតើមើលទៅវាសមអត់បើសិនអត់សមយើងបិទក្បាច់ បាទ តែក្បាច់ហ្នឹងគឺយើងធ្វើអំពីកមូនហ្នឹងបិទនៅលើទៀនហ្នឹងតែម្ដង បាទ ចាមិនមែនយកក្បាច់ផ្សេងមកបិទទេគឺថាយើងយកកមូនហ្នឹងសិតជាក្បាច់ហើយយកមកបិទលើទៀន អូ ចា មិនយកពុំក្បាច់តែ មែនទេគឺថាទៀនជើងទៀនយើងធ្វើផ្សេងដូចទៀនម្ដងអញ្ចឹងយើងធ្វើទៀនម្ដងអញ្ចឹងយើងអមដោយស្ពាន់ហើយជើងទៀនអីមកអីត្រឹមត្រូវប៉ុន្តែបើសិនជាលាតអាការពីសលាតទៀនហ្នឹងវាលាតទៅអត់ស្អាតនឹងយើងបិទក្បាច់យើងសិតក្បាច់មកបិទហ្មង បាទ ហ្នឹងហើយយើងធ្វើពីកមូនទាំងអស់ បាទបាទ ចាហើយជំរាបបងប្អូនពុទ្ធបរិស័ទទាំងអស់លោកតាលោកយាយផងថាដែលមានបំណងចង់ចូលរួមសិទ្ធទៀនហ្នឹងកុំឲ្យគាត់ទិញកមូនទិញអីមកចូលមិនបាច់ទេខ្ញុំមានអស់ហើយណែគាត់មានសទ្ធាមកចូលរួមទៅជួយដួសសិទ្ធទៅបានក៏បានបនទាំងអស់គ្នាដែរហ្នឹងហើយពួកខ្លាចគាត់ទិញមកទៅវាអត់សុទ្ធមិនសុទ្ធវាខុសគ្នាទៅវាអត់ស្អាតហ្នឹងហើយអញ្ចឹងខ្ញុំត្រៀមឲ្យអស់ហើយមិនដាក់ជាប់វាថាវាទៅវាក្លិនផ្សេងណាក្លិនផ្សេងដូចយើងទឹកអប់អញ្ចឹងទឹកអប់យើងប្រើម៉ាក់អីដល់គាត់ប្រើម៉ាក់អីមកលើទឹកអប់ដូចគ្នាមកវាខុសគ្នាអញ្ចឹងណាអញ្ចឹងទៀនកមូននេះគឺខ្ញុំមានអស់ហើយកមូនសុទ្ធហ្នឹងចាហើយគាត់ធ្វើម៉េចមានតែកម្លាំងមកចូលរួមចាអត់អីទេកុំថាមកតើមានបច្ច័យបានចូលរួមបានអត់ទេណាអត់ទេចាហើយបើទឹកចិត្តគាត់ចង់ចូលសភាក៏តាមគាត់ទៅព្រោះបច្ច័យទាំងអស់ហ្នឹងបើសិនគាត់ចូលរួមក៏យើងយកទៅបែងចែកក្នុងការប្រគេន បាទ នៅតាមវត្តអារាមមួយដែរក្នុងហ្នឹងគោលបំណងរបស់ខ្ញុំគឺថាមានទានមកគូនិងបច្ច័យនិងទេយវត្ថុរួចអស់ហើយតែអត់ប្រាប់ទេយើងបងប្អូនមានសទ្ធាមកចូលរួមថែមក៏ដាក់តាមហ្នឹងទៅពួកខ្ញុំសិតទាននេះខ្ញុំធ្វើសិតទានផ្សេងសិតទានឲ្យពេលដែលបច្ច័យដែលគាត់ចូលរួមគឺខ្ញុំប្រើពោម្ដងពោមាសដើមពោមាសមួយសម្រាប់វត្តសម្បូរពោមាសមួយសម្រាប់វត្តចលាពោប្រាក់មួយសម្រាប់វត្តអីចឹងទៅបើគាត់មានសទ្ធាគាត់មកចូលរួមទៅតាមហ្នឹងទៅអញ្ចឹងបច្ច័យទាំងអស់របស់គាត់ហ្នឹងគឺខ្ចប់ទៅវត្តណាទៅវត្តហ្នឹងហ្មង ហ្នឹងហើយអត់មានថាអូគាត់យកមកចូលយើងហើយបានយើងយកទៅបែងចែកអត់ទេ បាទ គឺយើងដាក់ដូចថាទៀនមកគូអញ្ចឹងយើងសិតទៀនមកគូហ្នឹងគឺពោម្ដងនៅហ្នឹងពោមាសហ្នឹងហើយអញ្ចឹងបើគាត់មានបំណងចង់ថាភ្ជាប់និស័យប្រគេនបច្ច័យទៅវត្តហ្នឹងគាត់កាប់ស្លឹកពោហ្នឹងទៅដូចផ្កាប្រាក់ហ្នឹងម្ដងអញ្ចឹងហ្នឹងហើយអញ្ចឹងតាមសទ្ធារបស់គាត់រៀងខ្លួនទៅដោយថាអាហ្នឹងគាត់និយាយរួមគាត់បានមកចូលសិតហើយគាត់បានបនហើយគាត់មានបំណងចង់ប្រគេនហ្នឹងក៏តាមនឹងទៀតទៅហ្នឹងហើយចា អញ្ចឹងពុទ្ធបរិស័ទឧទាហរណ៍បើសិនជាគាត់មិនបានមកគាត់ផ្ញើបច្ច័យពីចង្ងាយមកអី ចាគាត់កាប់នឹងដើមយកមកកាប់នឹងដើមពោហ្នឹងហ្មង អញ្ចឹង ហ្នឹងហើយយកមកកាប់នឹងដើមទៅថាឥឡូវគាត់មានបំណងចង់ចូលទៅវត្ត1វត្ត2វត្ត3វត្ត4វត្ត5ហ្នឹងគាត់កាប់ទាំង5ទៅអ្នកដំណើរបើថាគាត់ចូលដល់1ទៅយើងកាប់នៅវត្តហ្នឹងទៅ បាទ ហ្នឹងហើយអញ្ចឹងយើងមានសិទ្ធឲ្យគាត់រើសទាំង5វត្តហ្នឹងចាហើយស្ដាយដែលថាមកថតថ្ងៃនេះយើងសិទ្ធយើងធ្វើជើងទៀនអត់ទាន់ហើយប្រហែលជា2អាទិត្យទៀតជើងទៀននឹងធ្វើឲ្យចាំមកថតឲ្យបងប្អូនមើលម្ដងទៀតក៏បានដែរចា អីហ្នឹងថត ចា មកបងប្អូនបាន ចាពូស្អាត បាទ គាត់ឃើញគូរខ្លួនឯងចេញមកគឺដឹងតែស្អាតហើយមានតម្លៃចា ចឹងតកតងនឹងការដង្ហែទៀនគឺពុទ្ធបរិស័ទរឿងទៀនរឿងកមួននេះមិនបាច់ទេ បាច់ជាវមក បាទបាច់ជាវទេ ហើយចាខ្ញុំមានតម្លៃខ្ញុំជាវគ្រប់គ្រាន់ហើយ បាទព្រោះអីទៀនកមួនហ្នឹងបើតាមខ្ញុំបានជួបប្រទេសកមួនតឹងត្រែងស្អាតមែនពួកខ្ញុំក៏បានថតដែរកាលហ្នឹងខាងតឹងត្រែងគាត់ហែមកវត្តសុទ្ធគាត់ធ្វើស្អាតដែរខាងតឹងត្រែងគាត់ធ្វើប្រាសាទកមួនស្អាតមែនទែនបាទអញ្ចឹងឥឡូវលោកជំទាវបានធ្វើគេហៅទៀនកមួនវិញដាក់ទៀនកមួនហិតតែស្អាតទៀតដែរបាទ ព្រះអង្គឯងមានសង្ឃដីកាថាឲ្យជាវកមូនស្ទឹងត្រែងមែនក្លិនក៏អូប ព្រោះព្រះអង្គបានជួបហើយ
បាទអញ្ចឹងគាត់ចង់បន្ថែមតិចលោកទេតាក់ទងទៅនឹងពុទ្ធបរិស័ទដែលគាត់ទៅកាច់កោតបរិយហ្នឹងមិនខ្ញុំភ្លេចប្រាប់មួយតាក់ទងនឹងគាត់ប្រើប្រាស់ស្បែកជើងអីចឹងណាបាទដល់ខែ7ហ្នឹងវាមានភ្លៀងអីតិចតួចចឹងខ្លាចល្អិលអញ្ចឹងគាត់គួរតែជ្រើសរើសស្បែកជើងកុំឲ្យល្អិលមានកលាបាទហើយតាក់ទងទៅនឹងពីដំណាក់គោទៅកាន់កំពូលហ្នឹងអត់ទៅជាបញ្ហាទេព្រោះគេមានគោយន្ត2សម្រាប់ជូនយើងទៅហើយអញ្ចឹងបញ្ហាតែរឿងឡើងពីស្ដៅក្រោមទៅតែស្ដៅស្អាតធ្វើឲ្យអស់ហើយអញ្ចឹងគ្រាន់តែឲ្យគាត់រកស្បែកជើងដែលមានកលាអីតិចទៅកុំឲ្យគាត់ល្អិលគាត់អីគ្រិចជើងខ្លោះដៃអញ្ចឹងណាបាទប៉ុន្តែគាត់ទឹកដីស័ក្តិសិទ្ធិទឹកដីសុខសប្បាយអត់អីទេបាទគ្រាន់តែបន្ថែមប៉ុណ្ណឹងបាទអញ្ចឹងអរគុណច្រើនលោកទាវឲ្យគ្នាយើងត្រូវសួរលោកទាវថា ថ្ងៃហ្នឹងឡើងទៅលេងទាំងអស់គ្នាទៅឲ្យជោគជុំគ្នាទទួលបុណ្យពន្លឺនៃការប្រគេនទានថ្វាយទានហ្នឹងហើយចាទានព្រះវិសាចា ទៅលោកទាវថ្ងៃណាមួយហ្នឹងចង់ថ្ងៃសុលទៀតថ្ងៃម៉ៃអីដេដូចម៉ៃអីដេដូចធ្លាប់ឡើងទេអត់ដែរសោះថ្ងៃហ្នឹងទៅអត់ថ្ងៃហ្នឹងទៅបើមិនទៅថ្ងៃហ្នឹងទេអាចមកជុំហ្នឹងអាចជុំអូចាអរគុណចា cô đâu nấu trong ngày sau trên lông Chà. muốn tao không biết សិលហ្នឹងថ្ងៃចូលភាសាហ្នឹងថ្ងៃចូលព្រះភាសាហើយ15កើតទៀត ហើយ15កើតជាទូទៅនៅកិច្ចកោតបរិយតែងតែធ្វើពិធីធំហ្នឹងគឺចាប់ពីម៉ោង5ល្ងាចទៅគឺធ្វើកិច្ចលោកគ្រូផ្ដល់អាវ៉ាតហើយបន្ទាប់មកទៀតចុងក្រោយគឺមានពិធីគេហៅថាកាត់គ្រោះបាទរៀងរាល់15 អូបើនិយាយអញ្ចឹងយើងទៅហ្នឹងគឺថាយើងទៅយកថ្ងៃ10ថ្ងៃ28ថ្ងៃ14កើតអញ្ចឹង29យើងត្រឡប់វិញ15កើត ផុតទៅលោកពួន ផុតចាអញ្ចឹងធ្វើម៉េចចាំមើលភាសាបងប្អូនមហាពុទ្ធបរិស័ទមើលបើបាន2យប់តែ2យប់ខ្លាចយូរពេកឬមួយក៏យើងចាំព្រឹកថ្ងៃ29យើងទៅវិញសម្រាប់មួយយប់ហ្នឹងហើយបើអញ្ចឹងល្អជាងតែបើយើងចេញទៅអញ្ចឹងយើងខ្លាចយកទៀនទៅវេអត់តាន់ព្រោះយើងត្រូវវេព្រឹក ខ្ញុំចង់ប្រាប់លោកទាវកន្លែងហ្នឹងដែរដោយសារតែជាទម្លាប់លោកគ្រូបើលោកទាវយកទៅថ្ងៃទី28គាត់ទទួលថ្ងៃ28ហើយទទួលនៅក្រមមានដំណាក់គោហ្នឹងណាបើលោកទាវយកទៅវេគាត់តែងតែទទួលដូចលើមុនធ្វើកិច្ចដង្ហែព្រះហ្នឹងហើយគាត់ធ្វើពេលល្ងាចចឹងចូលរួមមួយថ្ងៃសិលហ្នឹងយកហ្មងគាត់ មែនទេស្ដាប់ច្រឡំហើយបានន័យថាយើងទៅយកទៅហ្នឹងគឺថ្ងៃ28សម្រាប់យប់ថ្ងៃ28វាស្មើថ្ងៃ14កើតមកយើងសម្រាប់មួយយប់ហើយអញ្ចឹង29 15កើតយើងវេប្រគេនពេលព្រឹកយើងអត់វេពេលល្ងាចទេព្រោះយើងមានទេយវត្ថុទេយទាននេះទៀតហ្នឹងហើយអញ្ចឹងនៅពេលយប់ហ្នឹងបានគាត់ធ្វើពិធីអញ្ចឹងពេលយប់យើងមិននៅមួយយប់ទេឡើង2យប់អញ្ចឹងយើងចង់និយាយថាយើងកុំអាចទៅថ្ងៃ28យើងព្រឹក29ទៅតែម្ដងប៉ុន្តែខ្លាច ទៅហ្នឹងឡើងទៅវេបើអត់តន់ម៉ោង10នេះអត់អីទេលោកទាវទេអត់មែនទេត្រូវយល់បានវេតន់ធ្វើដំណើរពីរាជធានីលង្វែកទៅដល់ភ្នំកាច់កោតត្រូវប្រើរយៈពេល2ម៉ោងអញ្ចឹងពីជើងភ្នំកាច់កោតឡើងលើប្រើ2ម៉ោងទៀត4ម៉ោងអញ្ចឹងធ្វើយើងធ្វើមិនដល់ម៉ោង6ទៅដល់ភ្នំកាច់កោតបានយើងវេតន់ម៉ោង10ហ្នឹងហើយហើយបើយើងមិនវេម៉ោងព្រលឹបទេយើងវេល្ងាចហ្នឹងយើងសម្រាប់យប់ថ្ងៃ29អាហ្នឹងក៏ល្អដែរយើងបានជួបជុំថ្ងៃ15កើត មើលភាសាចាំសួរយោបល់លោកគ្រូមើលចាំមិនចាំជូនដំណឹងដល់បងប្អូនពុទ្ធបរិស័ទទៀតហ្នឹងហើយជួយទៅថ្ងៃ29ហើយទីល្ងាចអាហ្នឹងខ្ញុំមិនដឹងថាវាមិនយល់ហើយយើងចង់វេពេលព្រឹកថ្ងៃ29ព្រោះថ្ងៃ29ថ្ងៃចូលព្រះវិសាថ្ងៃ15កើតហ្នឹងតែបើយើងទៅថ្ងៃ28យើងសម្រាប់មួយយប់29មួយយប់ទេឡើង2យប់អញ្ចឹងវារៀងច្រើនយប់ដែរតែបើយើងទៅព្រឹកថ្ងៃ29សម្រាប់តែមួយយប់ល្អតែម្ដងហ្នឹងហើយ ហ្នឹងហើយតើយើងស្រោតចេញប៉ុណ្ណេះតែបើសិនថាលោកគ្រូថាយើងវេល្ងាចទៅមិនបាច់វេព្រឹកបានអាហ្នឹងចាំយើងទៅចែកគ្នាទៀតចេញព្រឹកនេះល្អជាងអញ្ចឹងចាំមិនចាំជុំតំណែងលោកតាយាយម្ដងទៀតណាមើលសួរយោបល់សិនហ្នឹងហើយចេញវិញលោកទាវចាំមិនចាំសួរលោកគ្រូសិនទៅណែចាំសួរលោកគ្រូសិនហ្នឹងហើយចាថ្ងៃ29ពេលល្ងាចបានអាហ្នឹងវាចំណេញពុទ្ធបរិស័ទគាត់ទៅគាត់ចង់ចូលហ្នឹងបើសិនវេល្ងាចហើយយប់ហ្នឹងយើងវេទាំងយប់ទាំងបានទៅយើងថ្វាយពលឺពេលយប់អាហ្នឹងយើងល្អដែរថ្ងៃ29 តែប្រហែលជាអាយបើយើងថ្វាយពលឺពេលយប់តែយើងមានថ្វាយពេលព្រឹកណាហ្នឹងហើយយើងចង់អូខេពេលព្រឹកក៏បានពេលយប់ក៏បានព្រោះអីបើពុទ្ធបរិស័ទគាត់អញ្ជើញទៅថ្ងៃ29ពេលព្រឹកគាត់មានថាគាត់អត់សូវខាត់ពេលប្រហែលជាអាចដូរកម្មវិធីកន្លែងនេះជាមួយភាសាមួយលោកគ្រូសិនតែតាមខ្ញុំគិតតែប្រហែលជាអាចយកថ្ងៃ29ល្អជាង28អញ្ចឹង28ចាតែលើលោកជំទាវនៅកំណត់ថាពេលនេះលោកជំទាវគិតថា
នឹងទៅថ្ងៃទី29តែម្ដងឬក៏ចាំផ្ដល់យោបល់ចម្លើយពេលក្រោយ ចង់បានចម្លើយពេលក្រោយផ្ដល់ពេលក្រោយវិញដើម្បីយើងតាក់ទងទៅលោកគ្រូនៅលើភ្នំសិនចាតែគាត់មានយោបល់យ៉ាងម៉េចមានឆ្លើយតបប្រសាសន៍គាត់យ៉ាងម៉េចយើងសួរយោបល់គាត់សិនបើសិនគាត់ថាវេល្ងាចល្អពេលយប់អញ្ចឹងយើងល្អអូយអស់ចាលេខ1ហ្មងហ្នឹងហើយហ្នឹងតែមួយថ្ងៃតែមួយយប់ទេយើងប្រើពេលមួយយប់មួយថ្ងៃនៅភ្នំកាច់កោតអត់មានប្រើមួយយប់2ថ្ងៃទេហ្នឹងហើយ ព្រោះឯនោះពេលយប់ចប់កិច្ចលោកគ្រូដឹកនាំមក9យប់យើងចុះវិញបានចូលចុះទាំងយប់ចុះទាំងយប់អត់ស្រួលអាណិតចាស់ធ្វើដំណើរសុខចិត្តនៅមានសុវត្ថិភាពហ្នឹងហើយអត់ទេប្រហែលជាអាចប្រើថ្ងៃ29ល្អថ្ងៃទី1 27ទៅចលាចរចាមួយសបោថ្ងៃទី2ភ្នំបរិយាទ្រព្យជាមួយវត្តសុទ្ធដល់ថ្ងៃទី3 29ភ្នំកាច់កោតបើចែកគ្នាដាច់អញ្ចឹងល្អជាងប្រហែលជាចែកដាច់វាល្អជាង5វត្ត ចឹងឥឡូវគឺតកតងនឹងព័ត៌មាននៅថ្ងៃនេះគឺអ្វីដែលសំខាន់គឺថ្ងៃសប្តាហ៍ថ្ងៃសប្តាហ៍ចាថ្ងៃសប្តាហ៍ដែលពុទ្ធបរិស័ទចង់ចូលរួមសប្តាហ៍នៅរាជធានីលង្វែកតែមានវត្តមានព្រះអង្គគ្រូព្រះធម្មៈព្រះវិសិទ្ធយ៉ាងនេះបាទហើយនឹងការដង្ហែទៀនទៅកាន់វត្តមួយចំនួនហើយសម្រាប់ក្នុងកាយគុណបរិយនឹងជួនដំណឹងតាមក្រោយប៉ុន្តែវាអត់ខុសគ្នាអីប្រហែលទេថ្ងៃ29នឹងដូចគ្នាទេបាទអញ្ចឹងពុទ្ធបរិស័ទដែលគាត់មកចូលរួមនៅទីនេះគាត់នឹងទទួលបានព័ត៌មានដែរព្រោះពុទ្ធបរិស័ទដែលគាត់ចូលរួមសត្វទានឬក៏ស្នាក់នៅនេះគាត់នឹងទទួលបានដំណឹងថាលោកទាវហែទៅ28 29បន្ថែមហើយបាទនឹងអត់បានទេអត់អីចាំជុំដំណឹងទៀតហ្នឹងឯងចា និយាយរួមចេះចង់ជំរាបជូនគាត់ថាដែលគាត់ចង់ជួបព្រះអង្គធម្មវណ្ណៈបណ្ឌិតច័ន្ទមនីគឺថាថ្ងៃទី22រសៀលនិងព្រឹកថ្ងៃទី28ចាគឺទាំងពីរហ្នឹងគឺបានជួប23ជួបនៅវត្ត22ជួបនៅវត្ត22ជួបនៅលង្វែកអញ្ចឹងជូនតំណែងពីបំណងដែលគាត់ចង់ជួបព្រះអង្គសិនហើយបងបនចាដែលឡែកនៅភ្នំកាច់កោតយើងគ្រាន់តែថាយើងជូនតំណែងក្រោយអាចទៅល្ងាចថ្ងៃ28ឬទៅព្រឹកថ្ងៃ29ចាតែបើជាសំណុំបើសិនជាបងប្អូនមហាពុទ្ធបរិស័ទមានសំណុំពោអីឲ្យផ្ដល់តាមនៅវិញថាគួរទៅម៉ោងណាណាយកជាយោបល់វិញអញ្ចឹងក៏សូមអរគុណទាំងអស់គ្នាក៏សូមជូនបនហើយក៏សូមអញ្ជើញទាំងអស់គ្នាមកចូលរួមអនុមោទនាបនទាំងអស់គ្នាចាបនចា ដូចជំទាវសូមជំនួសមួយចុងក្រោយតិចដូចជំទាវត្រឡប់ថយក្រោយបន្តិចណាចាកាលពីថ្ងៃបុណ្យវិសាខបូជាចានៅក្នុងថ្ងៃបុណ្យវិសាខបូជានោះខ្ញុំឃើញលោកជំទាវបាននាំទៅនៅខ្សែកមីហើយទៅបំពាក់ទៅលើបកគោចាអញ្ចឹងហើយខ្ញុំមិនដឹងថាលោកជំទាវគិតបែបម៉េចទេប៉ុន្តែចាប់ពីបំពាក់ទៅលើបកគោនៅវត្តសុទ្ធមកដូចមានបារមីអីមួយអញ្ចឹងណាតើដំបូងតែឡើយលោកជំទាវគិតបែបម៉េចតែអាចនឹកនោះយកខ្សែបែបហ្នឹងណាលោកជំទាវអរគុណនៅសំណួរតាមពិតតាំងពីបកគោទាំងហាយយកដាក់នៅក្នុងមហារោងហ្នឹងគឺមិនដែលបានទៅគោះកងគោះជួងអីទេចាតាំងពីនេះមកហ្នឹងថ្ងៃមុនទៅនាំអ្នកម្ដាយទៅមើលពីចេតិយព្រះអង្គឲ្យដីម្ដុំឲ្យនៅក្បែរព្រះអង្គហ្នឹងចាហើយដល់ទៅមើលទៅក៏នឹកឃើញដើរកាត់តាមហ្នឹងក៏ចូលគោះកងម្ដងនឹកឃើញថាគោះកងហ្នឹងឲ្យប្តឹងដល់ទេវតាថាឆ្នាំសករាជពុទ្ធសករាជចាស់ផ្លាស់ចូលពុទ្ធសករាជថ្មីឲ្យមានសម្លេងកងជ័យអញ្ចឹងណាហើយក៏ទាំងអាលបកោទៅឃើញគេប្រពាក់ខ្សែក៏ឲ្យបកោនោះវាសឹកអស់ហើយវាខ្មៅអញ្ចឹងក៏នឹកឃើញប្រហែលថ្ងៃហ្នឹងអ្នកម្ដាយហ្នឹងគាត់បានលុយកូនចៅឲ្យចូលឆ្នាំគាត់នឹកឃើញអីគាត់ទៅទិញមាសកងចៅនេះខ្សែកប៉ុណ្ណាមាសចិនហ្នឹងគាត់យកមកឲ្យចៅគាត់បង្រៀនចៅគាត់ឲ្យលក់មាសហើយរៀនលក់អាខ្សែកខ្សែដៃពូពីមុនគាត់ធ្លាប់លក់មាសនោះគាត់ធ្លាប់លក់តាំងពីអាយុ30ជាងអ្នកម្ដាយនឹង20ជាងដល់អញ្ចឹងគាត់ចាស់ហើយគាត់ចង់ផ្ទេរបរហ្នឹងឲ្យចង់ឲ្យកូនចៅគាត់ដែលកព្រាហ្នឹងរៀនលក់ហ្នឹងអញ្ចឹងដល់គាត់ជឿមកដល់ជឿមកខ្ញុំក៏នឹកឃើញនេះខ្សែកស្អាតទៅចាំយកទៅពាក់ឲ្យបកគោអញ្ចឹងសួរព្រះអង្គសិនយកទៅហ្នឹងក៏ថ្ងៃពិសាខបូជាក៏រៀបមកជើងពៀនហ្នឹងមានហ្នឹងសឹងចិត្ត1គីឡូដែរបើគិតទៅកន្លះគីឡូជាងតែមាសកងចៅឯណាមិនមែនមាសសុទ្ធទេបើមាសទឹក10ហ្នឹងចែកគ្នាម្នាក់មួយខ្សែមាសកងចៅនឹងតម្លៃធូរឯងខ្សែក10តលឹងអីមួយខ្សែត្រឹម$20អីទិញពាក់បានហើយ$10អីទិញពាក់បានចាតែមិនងាយខ្មៅទេអ្នកខ្លះគេពាក់អានឹងទៅវាជួយឲ្យឈាមចាឡើងឈាមមកជួយបាត់កាលមុនម៉ាក់អាសាទិញចែកគេច្រើនណាមួយថ្ងៃ500-600នាក់ចាហើយដល់អញ្ចឹងទៅក៏នឹកឃើញអញ្ចឹងក៏រៀបមកជើងពៀនចង់យកប្រពាក់ឲ្យបកគោបកែវតែនឹកឃើញកុំអីទៅប្រពាក់មុនបាទអត់សួរព្រះអង្គទេតែមកថាសួរព្រះអង្គសិនទៅ
cô chập xạ bố chia có lực mà trường pin sụp ăn thật cả ná chẳng dùng mi nè mà bẹ ai cô cái lấy đi đã xây cái lấy đi đại chẳng á nè ăn sờ bài chân pin chất thấy sạch na lùng tiêu chẳng mình ăn pin chất có tụ thẹp nè mà đái thật tụ ai ăn bẹ thiệt chăm ao chẳng á nè năng ai phụ ăn pin dục nâng chập đi xạ bố chia mình muốn từ tam mà đá khai phim phim mình dục nó sai đáng khi ăn bẹ nó cái thọt ấy mất pin sạch tại đợi nẹt bẹ đang chơi ăn bẹ to rồi môi cô nẹt xe con trai bẹ thế tại để thằng chặt khi mưa tới việt toàn pin chặt đấy chăm thay na môi từ nấy khi nên từ bẹ làng vinh cha bẹ làng vinh phù chặt chặt crom chương nó cái bẹ sai liệt thông chơi hay máy nó cái phơi chặt khoáng hay cái bật chọp nâng cái bẹ không tị cha hai bờ có nó cứ chặt khoáng phải vậy chaហើយដល់ពាក់ទៅឃើញថតស្អាតក៏ដូចជាសบายចិត្តដែរចាត់ទុកថាក៏ជូនបនទាំងអស់គ្នាបាននេះថាយើងយកមាសនឹងចាត់ទៅថាមាសទឹក10ហើយពណ៌មាសទឹក10មាសកងចៅមាសចិនហ្នឹងហើយសូមឲ្យមានចំណែកបនទាំងអស់គ្នាសូមឲ្យឆ្នាំថ្មីពុទ្ធសករាជថ្មីឲ្យទទួលជោគជ័យទាំងអស់គ្នាទាំងខ្ញុំផងដែរហ្នឹងចាហើយស្អាតដែរពេលទៅថតបកគោបកែវហ្នឹងបកគោហ្នឹងស្អាតចាហមច្រើនតែយើងកន្លែងស្មែងអត់សូវសមតែខ្ញុំមើលកន្លែងអញ្ចឹងដែរនឹងអត់សូវសមព្រោះហ្នឹងហើយមាសមកសងខាងហើយអាចហ្នឹងហើយវិញផ្នែកមកគូហ្នឹងហើយតាមពិតគេធ្វើនឹងពាក់មកចុះមកចេះមុខពាក់មកអញ្ចឹងទៅបតោមួយហើយស្នែងគេធ្វើជាក្រងឯងដល់ពាក់ជាក្រងធ្ពក់មកស្អាតមកហើយពាក់ស្នែងគេយកមកពាក់ជើងនេះហ្នឹងហើយអត់អីចាំថ្ងៃណាមួយព្រោះត្រូវដឹកដើមសុភមង្គលទៅប្រគេនព្រះអង្គដាំនៅលើកោះចេតិយនឹង3000ជាងដើមទៀតប្រគេនព្រះអង្គ5000ដើមសម្រាប់ដាំលើកោះហ្នឹងចាឥឡូវដឹកបានជាង1000ចាយកទៅជាងហើយចាយកទៅបានជាង1000ហើយចាត្រូវដាក់ម្លានធំទៀតជាង3000ដើមទៀតចាដើមសុភមង្គលហ្នឹងពួកដើមនេះដាំត្រូវថ្ងៃល្អហើយកន្លែងចេតិយដាំដើមឈើធំអត់បានអញ្ចឹងរៀបជាសួនឡើងមាសមកហើយអួតទៅចាស់ដើមនេះពេលដែលខ្ញុំទិញពីគេដាំហ្នឹងក្នុងមួយដើមហ្នឹង$7ដល់ពេលមកដាំឆ្លាញ់ថាដាំហាក្តៅវាពណ៌មាសបើត្រូវថ្ងៃទៅពណ៌ចេញមកមាសហ្មងហើយផ្កាវាអត់មានឃើញទេផ្កាទូចនោះសតែហិតទៅក្អូបហួចទិញមកទៅឆ្លាញ់ដាំម្ដង100ដើមអស់$700ក្រោយមកទៀតទិញទៀតគេចុះ$4ដល់ដាំយូរស្រាប់ឃើញផ្កាឃើញផ្លែយកបដោះទៅដុំដាក់ដោះអ្នកមកលេងហ្នឹងគេឃើញអញ្ចឹងសុំយកទៅបដោះទៅហើយវាល្អត្រង់ថាយើងមិនបាច់ដាំផ្កាអីចេះទេដាំតែហ្នឹងដូចវាសភនភាពដែរហើយដល់ឃើញនៅនេះអត់មានអីមានតែឫស្សីនិងសុភមង្គលហើយពិសេសត្រង់ថាអ្នកដែលជឿជាក់លើសុភមង្គលដូចវាមានអត្តន័យនៅតាមនឹងដែរណាចាគាត់នៅឈ្មោះសុភមង្គលចាហើយដូចវត្តសតហ្នឹងមិនឃើញដាក់សុភមង្គលហ្នឹងតែដាំដើមនេះតើអាសាកាត់បើកាត់ទៅវាដោះឡើងលើទៀតទេតែបើយើងអត់កាត់ទេកម្ពស់ប្រហែលជាប៉ុណ្ណឹង3ម៉ែត្រ4ម៉ែត្រប៉ុណ្ណឹងអត់លើហ្នឹងទេអត់ធំទេដើមនេះល្អតែហ្នឹងចាវាតុយល្មមហើយបើយើងកាត់ទៅស្អាតហើយគាត់ទៅស្រឡាញ់ត្រូវថ្ងៃគឺភ្លឺអញ្ចឹងហ្មងតែបើនៅក្នុងម្លប់ពណ៌បៃតងចាជាមើលព្រះអង្គដាំលើកោះចេតិយមើលទៅស្អាតប៉ុន្មានចាអញ្ចឹងក៏អរគុណដែរមិញចាអរគុណច្រើនចាអរគុណដូចសូមមកជំនួយទៅបាទកម្មវិធីបុណ្យសិទ្ធិមកដល់នេះដូចជំទាវប្រពធ្វើជាទូទៅឲ្យតែកម្មវិធីបុណ្យនៅរាជធានីកង្វែងដូចជំទាវតែងធ្វើនៅលើកោះភ្នំព្រំវិហារអូចាអញ្ចឹងតែឆ្នាំនេះដូចជំទាវចំណុចចិត្តធ្វើនៅកន្លែងណាចាសួរនេះល្អមែនតើហ្នឹងហើយតាមពិតឲ្យតែមានកម្មវិធីបុណ្យយើងធ្វើនៅលើភ្នំព្រំវិហារធម៌តែដល់ឡែកខែ7ហ្នឹងជារដូវវស្សាយើងខ្លាចមានភ្លៀងអញ្ចឹងអត់ទៅលើធ្វើលើភ្នំទេដោយសារភ្នំយើងត្រូវរៀបចំទុកបុណ្យខែ12ចាអញ្ចឹងយើងធ្វើនៅរោងបៃតងនេះហើយកន្លែងតស100ទល់មុខនេះតែបើសិនជាប្រក់តនយើងធ្វើនៅក្នុងតស100ចាតែបើប្រក់តនយើងធ្វើនៅក្នុងរោងបៃតងនេះឃើញកំពុងរុះរើនឹងអាចទទួលបានតែ1000នាក់ឯបានចាកំពុងតលាយរោងនឹងឲ្យរុះជាងរុះអីចេញទាំងអស់ឲ្យតយ៉ាចាតែស្អែកខាងស្អែកទឹកក្រោយជាងគេចាប់ដៃគេមកចាប់ផ្ដើមផ្សារដំបូលនេះហើយចាអញ្ចឹងជូនបណ្ដឹងផងមិនបាច់ទៅដល់ភ្នំទេនឹងកន្លែងពនាងកំពុំឈូនតែម្ដងចាចាអរគុណណាស់ចេះសួរតអរគុណច្រើនចាអញ្ចឹងលោកជំទាវមានប្រសាសន៍អីចុងក្រោយដែរទៅលោក
ចាអត់មានអីទៀតទេគ្រាន់សូមអញ្ជើញចូលរួមទាំងអស់គ្នាទាំងលោកតាលោកយាយបងប្អូនទាំងអស់ដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមបុណ្យសុទ្ធទានភាសាក៏សូមអញ្ជើញតាមការគួរទាំងអស់គ្នាចា